បាទសម្រាប់បងប្អូនណាបងប្អូនសាគិតមើលដើមល្ហុងយើងខំដាំថែសាពី3ដងទម្រាំបាទធំប៉ុណ្ណេះហើយមេឃភ្លៀងម្ដងពីរដងងាប់បាត់តែមានអារម្មណ៍ឈឺចាប់អត់អញ្ចឹងដើម្បីកាត់បន្ថយភាពឈឺចាប់ខ្ញុំរកវិធីមួយទៀតឃើញហើយក្បែរល្ហុងនេះខ្ញុំដាក់ទីបស្វិតអញ្ចឹងពេលយើងដាំទីបស្វិតទៅទីបស្វិតវាអត់សូវធន់វាអត់សូវចាញ់ទឹកមកនេះអញ្ចឹងនៅពេលដែលយើងដាក់ទីបស្វិតក្បែរវាទីបស្វិតនេះត្រូវជីត្រូវដីថ្មីវានឹងល្អអញ្ចឹងក្នុងកំឡុងពេលដែលវាលូតល្អនេះក្រោយពីពេលដែលល្ហុងនេះវាស្លាប់ទៅបើយើងនិយាយស្លាប់ទៅស្រួលស្ដាប់តិចឲ្យល្ហុងពេលដែលល្ហុងនេះស្លាប់ទៅវាងាប់ទៅអញ្ចឹងយើងពិបាកចិត្តអញ្ចឹងយើងងាកមកមើលដើមទីបដែលយើងកំពុងដែលយើងបានដាំហើយនេះវាល្អអញ្ចឹងយើងកាត់បន្ថយភាពឈឺចាប់បន្តិចអញ្ចឹងដើម្បីកាត់បន្ថយភាពឈឺចាប់យើងមានតែដាក់ដើមទីបក្បែរនឹងជំនួសបាទអញ្ចឹងយើងចាប់ដើមដាក់ទីបនេះយើងដាក់ដីវាឲ្យស្មើមាត់ដីដើមនេះឲ្យស្មើជាមួយនឹងមាត់ដីយើងជីកអញ្ចឹងឲ្យវាស្មើគ្នាអញ្ចឹងខ្ញុំនឹងដាក់ដើមទីបជួរនេះហើយល្ហុងនេះអានេះលើកទី4ដែរនេះអានេះងាប់ច្រើនដងដែរលើកទី4សិតតែលើកទី4លើកទី5ហើយមិនក្រោមហ្នឹងទេអញ្ចឹងមកជួរនេះល្ហុងអញ្ចឹងនៅក្នុងចន្លោះដើមល្ហុងនេះខ្ញុំនឹងដាក់ទីបនេះដាក់ដើម្បីបន្សាបភាពឈឺចាប់ពេលដែលល្ហុងងាប់អញ្ចឹងខ្ញុំនឹងត្រៀមដើមទីបមកជួរនេះដាក់ចន្លោះនេះហើយចន្លោះកដាលនេះកាលយើងស្រាប់មកយើងដាក់ដាំកដាលមកត្រង់មកជួរនេះយើងដាក់ល្ហុងហើយចាស់កដាលហ្នឹងគឺយើងដាក់ត្រប់អញ្ចឹងថ្ងៃទី11 ខែ 5គឺយើងចាប់ដើមដាំច្រើនហើយដីនេះយើងចាប់ដើមដាំច្រើននៅសល់តែតបែកទេតែខ្ញុំអត់ទាន់បានដាំដោយសារវាដើមវាធំពេកអញ្ចឹងខ្ញុំកំពុងតែរកមើលកន្លែងចន្លោះស្បេះណាដែលយើងដាំទៅវាអត់ឆ្អៀតគេថ្ងៃក្រោយអញ្ចឹងសម្រាប់ល្ហុងយើងដាក់មកជួរនេះទៅអញ្ចឹងចន្លោះល្ហុងពីចន្លោះល្ហុងមួយនេះចន្លោះល្ហុងនេះដាក់ទីបនេះល្ហុងនេះយើងដាក់ទីបបាទអញ្ចឹងជាមួយខ្ញុំព្យាយាមដាក់ឲ្យហើយឲ្យអស់តនដីយើងនៅថ្មីកូនយើងល្មមដាំហើយអញ្ចឹងយើងព្យាយាមដាំឲ្យហើយល្ហុងនេះខ្ញុំស្រឡាញ់មកដើមឈើមកដើមតំណាំខ្ញុំចូលចិត្តដាំល្ហុងនេះបងប្អូនឃើញស្មៅនេះខ្ញុំដាក់ល្ហុងដោយសារតែថ្ងៃវាក្តៅពេកក្តៅមែនតើណាដល់ថ្នាក់យើងស្ងួតធេងហ្មងថ្ងៃដល់ពេលល្ងាចភ្លៀងហើយល្ហុងគ្នាទុកមកជាប់នេះមកជួរនេះសិតល្ហុងទាំងអស់ហើយឃីចន្លោះខ្ញុំដាក់ត្រប់ហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំនឹងដាក់ដានទីបជំនួសចន្លោះកដាលហ្នឹងជាមួយគ្នានឹងដែរជៀសវាងពេលដែលងាប់ទៅយើងនៅសល់តំណាំខ្លះបើយើងគិតតែល្ហុងពេកអស់ល្ហុងទៅអត់មានអីដែរអញ្ចឹងកុំឲ្យខាតពេលចន្លោះហ្នឹងយើងដាក់ទីបអរគុណ